សូមរីករាយសម្ដាប់កម្រងរឿងព្រេងនិទានខ្មែររឿងក្មេងកំព្រាកាលពីព្រេងនាយមានបុរសអ្នកស្រែម្នាក់ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុចយកត្រីមកលក់ដូរប៉ុណ្ណោះបុរសនោះមានកូនប្រុស2នាក់កូនបងអាយុ13ឆ្នាំកូនប្អូនអាយុ11ឆ្នាំប្រពន្ធស្លាប់ទៅគាត់នៅពោះម៉ាយជាមួយនឹងកូនទាំងពីរហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុចដែលវេលាដែលបុរសនោះទៅព្រៃរកវលេផ្ដៅធ្វើជុចតែងយកកូនបងទៅជាមួយឯកូនប្អូនទុកឲ្យនៅចាំផ្ទះថ្ងៃមួយកូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវលេផ្ដៅធ្វើជុចពេកណាស់ព្រោះចង់ដឹងថាតើឪពុកធ្វើជុចយ៉ាងណាខ្លួនមិនដែលឃើញសោះក៏និយាយប្រាប់ឪពុកថាខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេខ្ញុំខ្លាចណាស់សូមយកខ្ញុំទៅព្រៃជាមួយផងឪពុកក៏ព្រមយកកូនប្អូនទៅជាមួយលុះទៅដល់ព្រៃឪពុកក៏ខំប្រឹងរកបោចវលេផ្ដៅបានហើយយកមកពុះជ្រៀកជាចម្រៀកតូចល្មមនឹងធ្វើជាសរសៃជុចគាត់ក៏រែងធ្វើជាជុចទៅកូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសពថ្ងៃមិនដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះគ្រាន់តែបានឃើញជុចជាប់ត្រីប៉ុណ្ណោះឯកូនប្អូនដែលទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះក៏ខំពិនិត្យមើលឪពុកធ្វើជុចចាប់តាំងពីកាន់កាំបិតយកទៅកាប់វលេផ្ដៅរហូតដល់កើតជារៀងជុចយកទៅដាក់ត្រីជាប់បានត្រីហើយយកត្រីមកដុតមកអាំងចំអិនជាចំណីអាហារជូនជាថ្ងៃមួយនោះឪពុកភ្លេចមិនបានយកដែកភ្លើងទៅគ្មានអ្វីនឹងបង្កាត់ភ្លើងអាំងត្រីឲ្យកូនបរិភោគក៏ទៅកាប់ឫស្សីស្ងួតមួយកំណាត់យកមកកូតនឹងគ្នាឲ្យទាល់តែក្តៅកើតជាភ្លើងឆេះបានហើយគាត់បង្កាត់អាំងត្រីឲ្យកូនទាំងពីរនាក់បរិភោគចំអែតផ្ទៃមួយពេលទៅចំណែកជែកាលមកខាងក្រោយឪពុកមានជំងឺជាទម្ងន់ស្លាប់ទៅកូនទាំងពីនៅកំព្រារញងឥតមេបាននឹងចិញ្ចឹមបីបាច់ថែរក្សារស់នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុកមិនយូរថ្ងៃខែប៉ុន្មានក៏អស់ទ្រព្យនោះទៅទើបប្អូននិយាយនឹងបងថាបងអើយកាលពីដើមយើងបានឪពុកទំនុកបំរុងរកស៊ីចិញ្ចឹមយើងទាំងពីរនាក់យើងឥតមានសេចក្តីព្រួយលំបាកអ្វីឡើយចាំតែបរិភោគស្រាប់ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយឯយើងទាំងពីរនាក់សោតទៀតក៏មិនទាន់ពេញកម្លាំងល្មមនឹងរកស៊ីចិញ្ចឹមជីវិតបានដោយខ្លួនឯងទាំងបងក៏នៅតូចទាំងខ្ញុំក៏នៅតូចនឹងទៅរកស៊ីឈ្នួលជួលពាត់អ្នកចិត្តខាងក្រែងគេមិនព្រមទទួលពីព្រោះយើងជាមនុស្សកំព្រាអនាថារកទីពឹងគ្មានគេមិនហ៊ានឲ្យនៅជាមួយគេមិនទុកចិត្តយើងហេតុតែយើងគ្មានមេបាថែរសាបើដូច្នេះតើបងគិតយ៉ាងណាឲ្យបានរស់នៅជាមួយនឹងគេឯងបងអង្គយើងថ្ងៃនេះនៅតែមួយទូកដៃល្មមតែល្ងាចនេះថ្ងៃស្អែកគ្មានអង្គដាំបាយបរិភោគទេបងដើរសូមទានគេឬដូចម្ដេចហោះខ្ញុំមិនទៅសូមទេខ្មាស់គេណាស់ស៊ូតែពីស្លាប់បងសួរប្អូនម្ដេចក៏អូនថាយ៉ាងនេះប្អូនឆ្លើយតបទៅនឹងបងថាខ្ញុំមានដៃពីរជើងពីរគំនិតមាយាទដូចអ្នកទាំងពួងដែរប្អូនឯងគិតយ៉ាងហ្នឹងពិតមែនតែមានដៃពីរជើងពីរគំនិតមាយាទដូចអ្នកទាំងពួងមែនហើយតែខ្លួនយើងនៅតូចណាស់មិនអាចនឹងពន់រែកកាប់គាស់លីសែងអ្វីបានឡើយបងឲ្យសត្វចាប់វាដែលទៅពន់រែកលីសែងឯណាដែរឬម្ដេចក៏វាចិញ្ចឹមកូនវារស់ហើយកូនវាទៀតធំឡើងរកស៊ីដូចមេវាទៀតបានចុះបងម្ដេចក៏មិនគិតដល់ការងាររបស់ឪពុកយើងផងប្អូនលាក់បាំងអ្វីកាលពីខ្មោចយើងនៅរស់នៅឡើយគាត់រកស៊ីចិញ្ចឹមយើងតែនឹងដាក់ជុចប៉ុន្តែបងមិនដឹងថាគាត់ធ្វើជុចយកទៅដាក់ត្រីយ៉ាងណាទេបងចាំតែឆ្អិនតែម្យ៉ាងទៀតកាលគាត់យករបស់អ្វីមកធ្វើជុចក៏បងមិនចាំហើយគាត់ធ្វើជុចនោះមានសន្តានបែបណាក៏បងមិនដឹងទាំងអស់បើដូច្នោះឲ្យបងធ្វើដូចម្ដេចកើតឃើញតែការសុំទានរកស៊ីឈ្នួលគេនឹងហើយដូចជាស្រួលគ្រាន់បើប្អូនណាហើយចុះកាត់កេកខ្មាស់សិនទៅចុះទម្រាំយើងធំល្មមរកស៊ីខ្លួនឯងបានទេបងខ្ញុំមិនទៅសូមទានឬស៊ីឈ្នួលគេទេខ្មាស់គេណាស់ពីព្រោះពូជយើងមិនដែលសូមទានឬស៊ីឈ្នួលគេបើទុកជាពីជីតាទួតលួតលាមកធ្លាប់សូមទានឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើដូចជាសត្វតិរិច្ឆានក៏ដោយខ្ញុំមិនព្រមប្រព្រឹត្តតាមវេណីវង្សត្រកូលនោះដែរនៃបងប្អូនគិតឃើញថាកាលបើមានអ្នកសប្បុរសចិត្តល្អដាក់ទានឲ្យយើងឬក៏បានទៅច្រកកោនឹងចៅវាយនាយយើងក៏បានស្រួលបន្តិចទៅតែបើប្រទេសពៀទៅលើអ្នកចិត្តតក់មកអាក្រក់សម្លក់ភ្នែកស្លែដូចភ្នែកមានកំហុសគំរាមយើងដូចសត្វតិរិច្ឆានតើយើងយកមុខទៅទុកឯណាម្យ៉ាងទៀតអ្នកចិត្តល្អក្តីអ្នកចិត្តអាក្រក់ក្តីកាលគេហុចរបស់មកឲ្យយើងដោយដៃគេយើងយកដៃទៅទទួលទានគេចោះដៃជាដៃជើងជាជើងមាត់ជាមាត់ដូចគ្នាទាំងអស់ម្ដេចក៏ដៃគេគ្មានសំពះសុំអ្នកណាមាត់គេមិនហានិយាយសុំអ្នកណាអន់អ្វីតែដៃជើងមាត់យើងជាងគេម្លេះបងគិតមើលចុះប្អូនថាប៉ុណ្ណេះខុសឬត្រូវបើដូច្នោះប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬបងសួរទៅប្អូនវិញមិនអីទេបងប្អូនចាំទាំងអស់បងកុំព្រួយ
គុំគិតទៅសូមទានឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើវាថោកខ្លួនណាស់យើងនេះមិនមែនជាសត្វតិរច្ឆានគេវាយឯកើតវាយឯលិចដូចសុនពេកទេឪពុកគាត់ទុកកម្មបិទព្រាឲ្យមួយដែរតាយើងទៅព្រួយអ្វីសពបើគ្រាន់ចិញ្ចឹមជីវិតមួយប៉ុណ្ណឹងបើយ៉ាងនឹងប្អូនគិតការងារឪពុកទៅចុះឯប្អូនជាក្មេងមានប្រាជ្ញាក៏ប្រារព្ធធ្វើចុចកើតយកទៅដាក់ត្រីបានដូចបំណងនោះថ្ងៃក្រោយកន្លងមកទៀតប្អូនអង្គុយគិតតែម្នាក់ឯងមិនចេញវាចាប្រាប់បងសោះថាឪពុកអញគាត់ចេះធ្វើចុចដាក់ត្រីប៉ុណ្ណោះឯសត្វឯទៀតគាត់ដាក់ចុចមិនបានឃើញថាប្រាជ្ញាគាត់នៅខ្សោយណាស់បើដូច្នោះអញរកឧបាយនឹងធ្វើចុចដាក់សត្វម្រឹកមានសត្វជ្រូកព្រៃឆ្លុះរមាំងជាដើមលុះគិតឃើញដូច្នោះហើយក៏និយាយប្រាប់បងយើងគិតទៅរកដាក់ចុចឯព្រៃវិញក្រែងបានជាប់ជ្រូកព្រៃឆ្លុះរមាំងជាសត្វធំមានសាច់ច្រើនបងក៏សុខចិត្តតាមប្អូនទាំងអស់ព្រោះយល់ឃើញថាប្អូនចេះចាំកិច្ចការរបស់ឪពុកពិតប្រាកដមែនហើយក៏បណ្ដាលគ្នាពីរនាក់បងប្អូនចូលទៅក្នុងព្រៃស្រោងជាទីរហោស្ថានទៅដល់ពាក់កណ្ដាលព្រៃបងស្រេកទឹកយ៉ាងខ្លាំងក៏និយាយប្រាប់ប្អូនថាប្អូនបងស្រេកទឹកណាស់រកទឹកឯណាផឹកបានប្អូនឆ្លើយថាការឪពុកយើងរស់នៅបើដើរទៅទីណាដែលគ្មានទឹកគាត់តែងជីដីត្រង់កន្លែងណាសាមយូរទៅចេញទឹកបានបើដូច្នេះបងជីកល្មើជីកឯណាកើតបើអស់កម្លាំងយ៉ាងនេះបើដូច្នោះចាំដើរទៅខាងមុខបន្តិចសិនក្រែងជួនប្រទះទឹកដើរបានបន្តិចទៅក៏ជួបប្រទះត្រពាំងមួយមានទឹកថ្លាពាសពេញដោយផ្កាឈូកផ្លែឈូកបងប្អូនទាំងពីរនាក់ក៏នាំគ្នាងូតទឹកផឹកទឹកបេះផ្លែឈូកស៊ីតាមសប្បាយហើយក៏ទៅសម្រាននៅក្បែរមាត់ត្រពាំងនោះមួយស្របក់លុះមានកម្លាំងល្មមនឹងដើរទៅទៀតបានក៏នាំបងប្អូនដើរទៅដល់ព្រៃធំមួយឈ្មោះព្រៃហឹមពៀនមិនដែលមានមនុស្សណាទៅដល់សោះបានឃើញពួកសត្វម្រឹកជាច្រើននៅអាស្រ័យក្នុងព្រៃនោះប្អូននិយាយនឹងបងថាបងយើងឈប់នៅក្នុងព្រៃនេះហើយមើលទៅព្រៃនេះសម្បូរនូវសត្វម្រឹកគីមរគាណាស់យើងគិតធ្វើជាធ្នះមួយនៅលើចុងឈើហើយខ្ញុំរកផ្ដៅមកធ្វើចុចដាក់សត្វទាំងនោះយកមកធ្វើជាចំណីអាហារប្អូនធ្វើហើយឲ្យបងនៅអាស្រ័យលើធ្នះនោះទៅខ្លួនទៅរកបោចផ្ដៅយកមកធ្វើចុចដាក់សត្វព្រៃរៀបធ្វើជាចំណាចាជុំវិញព្រៃហើយទុកតែផ្លូវមួយល្មមសត្វនោះដើរចូលបានដូចជាធ្វើកន្លែងដាក់ត្រីដែរពេលនោះមានជ្រូកព្រៃមួយដើរសំដៅពីនាយមកហាក់ដូចជាគ្មានកោតក្រែងដល់អ្វីសោះដែរមកតាមចន្លោះផ្លូវដែលកុមារនោះចាទៅដល់ត្រង់កន្លែងដាក់ចុចក៏ស្រាប់តែជាប់ក្នុងចុចកុមារជ្រូកនោះខំបំរះនារើយ៉ាងណាក៏មិនរួចចុចរឹតរួចជ្រូកព្រៃនោះយ៉ាងតឹងស្ទើរតែដកដង្ហើមមិនរួចមិនយូរប៉ុន្មានជ្រូកនោះក៏ដាច់ខ្យល់ស្លាប់ទៅកុមារទាំងពីរឃើញជ្រូកព្រៃជាប់ចុចស្លាប់ដូច្នោះហើយក៏ត្រេកអរពេកណាស់នាំគ្នាដោះអូសចេញពីចុចគិតយកមកអាំងឆ្អើរធ្វើជាអាហារបរិភោគជូនជាវេលានោះដែកភ្លើងដែលដាក់ក្នុងហោប៉ៅអាវបងក៏អស់ប្រឆេះរលីងគ្មានវិធ្វើភ្លើងនឹងបង្កាត់អាំងឆ្អើរជ្រូកបងតគំនិតមិនដឹងគិតធ្វើយ៉ាងណាឯប្អូនជាក្មេងមានគំនិតបានដឹងជាក់ប្រាកដពីការឪពុកនៅនាំទៅព្រៃបើគ្មានភ្លើងបង្កាត់ចំអិនអ្វីគាត់តែងទៅកាប់ឫស្សីស្ងួតមកគួតគ្នាឲ្យកើតជាភ្លើងដុតអាំងបានតាមប្រាថ្នាហើយបានចាំទុកក្នុងចិត្តរួចស្រេចវេលានោះប្អូននិយាយប្រាប់បងថាកាលពីឪពុកយើងគាត់នៅបើគាត់ទៅព្រៃគ្មានភ្លើងដុតអាំងអ្វីគាត់កាប់ឫស្សីយកមកគួតគ្នាឲ្យកើតជាភ្លើងបានបើដូច្នោះបងទៅចាំសัตว์ក្នុងទីនេះចុះខ្ញុំទៅរកកាប់ឫស្សីស្ងួតយកមកគួតធ្វើភ្លើងអាំងថាតែប៉ុណ្ណោះនេះហើយក៏ទៅរកកាប់ឫស្សីបានយកមកធ្វើតាមតម្រាឪពុកកើតមែនអាំងឆ្អើរជ្រូកនោះទៅតាមបំណងឆ្អិនបានបរិភោគក្នុងវេលានោះទៅកុមារទាំងពីរនៅអាស្រ័យក្នុងព្រៃនោះអស់កាលជាយូរបានសេចក្តីសុខសប្បាយរកស៊ីតែនឹងដាក់ចុចសត្វព្រៃប៉ុណ្ណោះពួកសត្វដែលដើរមកជាប់ចុចកុមារទាំងពីរនោះតាំងតែពីសត្វជ្រូកព្រៃរមាំងឆ្លុះរហូតដល់ដំរីរាត្រីមួយកុមារប្អូនបានឃើញដំរីមួយយ៉ាងធំដើរក្បែរធ្នះនោះក៏មានបំណងចង់ស៊ីសាច់ដំរីទើបនិយាយប្រាប់បងថាខ្ញុំចង់ស៊ីសាច់ដំរីណាស់ត្បិតមានដំរីមួយយ៉ាងធំធាត់ដើរមកក្បែរធ្នះយើងរាល់រាត្រីខ្ញុំគិតដាក់ចុចយកដំរីនេះឲ្យបានបងនិយាយខាត់ឋានហើយប្អូនគុំដំរីនេះធំណាស់ប្អូនដាក់វាមិនជាប់ទេឬថាប្រសិនជាវាដើរមកជាប់ចុចប្អូនហើយវាបំរះត្រដររួចទៅនោះវាខឹងកាលបើវាខឹងហើយថ្ងៃក្រោយវាមកព្រឹកធ្នះយើងល្អិតល្អោចខ្ទេចខ្ទីហើយវាជន់សម្រាប់យើងស៊ីជាចំណីអាហារពុំលែងឡើយទេមិនអីទេបងគុំព្រួយនៅឲ្យតែស្ងៀមទៅចុះចាំមើលខ្ញុំធ្វើចុចដាក់ដំរីនេះឲ្យតតែបានប្អូនថាដូច្នោះហើយក៏រកកាប់ផ្ដៅក្រែកយ៉ាងធំយកមករែងធ្វើចុចដាក់ត្រង់កន្លែងដែលដំរីគោចរឯដំរីដែលដើរមកសពរាត្រីឥតមានគិតក្រែងអ្វីសោះឡើយដោយគិតថាព្រៃនេះស្រេចលើអញហើយគ្មានអ្នកណាជាចម្បងលើអញទៀតទេក៏ដើរតម្រង់ត្រង់មកកន្លែងដែលកុមារដាក់ចុចស្រាប់តែចូលទៅក្នុងចុចជាប់ខ្លួនចង្អៀតណែនក្ដន់ខំបំរះនាលស្រែករោតរំពងព្រៃធំយ៉ាងណាក៏មិនរួចមិនយូរប៉ុន្មានតិចខ្យល់ស្លាប់ទៅ
កុមារទាំងពីរនាក់បានឃើញដំរីជាប់ជិតស្លាប់ហើយបបួលបងប្អូនបំពុកភ្លើងភ្នក់យ៉ាងធំដុតឆ្អើរដំរីវេលានោះក្លិនឈ្ងុយសាច់ដំរីក៏ផ្សាយរហូតភពជាទីអាស្រ័យនៃយក្សដែលមានអំណាចគ្រប់សង្កត់ពួកយក្សឯទៀតយក្សនោះលាន់មាត់ថាថ្ងៃនេះធំក្លិនអ្វីក៏ឈ្ងុយឈ្ងប់ម្លេះមានអ្នកណាឆ្អើរសាច់ឯណាបើដូច្នេះអញនឹងទៅរកមើលក្រែងបានមួយចំអែតពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់ហើយដោយស្មានទៅប្រហែលជាច្រើនផងបានជាធំក្លិនផ្សាយមកដល់ទីអញយ៉ាងនេះអញទៅគំរាមយកស៊ីទាំងអស់គុំឲ្យអ្នកឆ្អើរនេះនោះវាបានស៊ីគិតដូច្នេះហើយក៏ចាប់យកដំបងពេជ្រក្រវីហោះឡើងលើអាកាសវេហាងាកមើលចុះឡើងឃើញផ្សេងហុយត្រង់ព្រៃធំក៏ហោះចុះសំដៅទៅត្រង់កន្លែងផ្សែងនោះក្រឡេកមើលទៅឃើញក្មេងតូចពីរនាក់កំពុងឆ្អើរដំរីគិតថាថ្ងៃនេះពេញជាមហាលាភហើយបានទាំងចំណីបានទាំងម្ចាស់បើដូច្នេះតើអញនឹងស៊ីដំរីមុនឬស៊ីក្មេងមុនបើស៊ីដំរីមុនក្រែងក្មេងនេះវាភ័យនឹងអញរត់ពួនបាត់ទៅឥឡូវនឹងស៊ីក្មេងគ្មានអ្វីគ្រាន់ធ្វើជាបង្អែមសម្រាប់លាងមាត់ខាងក្រោយនៅទីបំផុតនោះយក្សសម្រេចចិត្តឋានហើយអញស៊ីដំរីមុនចុះទុកក្មេងស៊ីក្រោយជាបង្អែមវិញទើបជ្រះមាត់ស្រួលក្មេងនេះវាមិនមែនរត់ពួនទៅឯណាឡើយទុកជាវារត់ពួនកន្លែងណាក៏មិនកំបាំងនឹងភ្នែកអញដែរវាមកពីស្រុកភូមិរបស់មនុស្សលោកចូលមកដល់ព្រៃនេះម្លេះហើយវារត់ទៅណានឹងរួចទើបយក្សចូលទៅគំរាមកុមារដែលកំពុងឆ្អើរដំរីនោះថាវៃអាក្មេងច្រមុះឯងមកពីណាដើរចេញឲ្យឆាប់កុមារទាំងពីរដើរចេញពីទីនោះទៅប៉ុន្តែកុមារបងមានសេចក្តីភិតភ័យតាក់មាព្រោះខ្លួនស្គាល់ច្បាស់ជាយក្សហើយបានដឹងប្រកាសអំពីសំណាក់ចាស់គេនិយាយប្រាប់ថាយក្សខ្លួនធំមានចង្កូមពីរសម្រាប់ស៊ីមនុស្សលោកតែមិនចេញវាជាប្រាប់ប្អូនឡើយចំណែកខាងកុមារប្អូនគិតថាមនុស្សនេះមកពីណារូបរាងធំគំរាំងធ្មេញធំស្ងាច់ប៉ុនចប់កាប់ភ្នែកឡើងក្រឡោតក្រហមថ្លែបដូចភ្នែកអាអូតស្បែកមុខឡើងគ្រីតក្រៀបដូចស្បែកគីងកកដងខ្លួនដូចក្របីដេកពួកសំឡេងឬគ្រក់ដូចជាទឹកដក់ក្នុងរន្ធឈើដុះពុកមាត់ពុកចង្ការស្រមេមស្រមាមដូចបីសាច់រីកភូតអានេះប្រហែលជាមិនខ្លាចកោតញើតចិត្តអញទេបានជាហ៊ានមកនិយាយកំហែងអញដូច្នេះមិនអីទេឯងប្រហើនហ៊ានស៊ីដំរីកុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មានទៅឈរមើលយក្សស៊ីដំរីតែក្នុងចិត្តនឹកខ្នាញ់ពេកណាស់មិនទាន់ចេញស្ដីថាដូចម្ដេចឡើយគ្រាន់តែនឹកក្នុងពោះប៉ុណ្ណោះពេលនោះយក្សសួរថាណែអាក្មេងឯងធ្វើដូចម្ដេចបានជាបានដំរីនេះយកមកឆ្អើរពេលនោះកុមារតូចបានឱកាសក៏ឆ្លើយតបទៅយក្សវិញថាពួកឯងសួរចង់ដឹងអ្វីគិតតែបរិភោគទៅចុះកុំចាំបាច់ដឹងហេតុការអ្វីឡើយយើច្រមុះប្រាប់ឲ្យឆាប់អញស៊ីឯងឥឡូវនេះហើយយក្សសួរគំរាមកុមារតូចដំរីនេះវាដើរមកជប់ជិតខ្ញុំកុមារឆ្លើយតបនឹងយក្សយីឯងធ្វើជិតដូចម្ដេចក៏ដាក់ដំរីបានឯងនិយាយកុហកទេឬក្រែងដំរីវាស្លាប់ខ្លួនវាទេដឹងហើយឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅមើលឯងនិយាយឲ្យត្រង់តែកុហកអញស៊ីឯងទៀតឥឡូវនេះមិនខានខ្ញុំមិនចេះនិយាយកុហកទេពួកឯងមើលចុះជិតខ្ញុំនៅឯណោះប្រកាសជាឯងដាក់ជិតដំរីនេះបានមែនយក្សសួរសង្កត់សង្កិនកុមារមែនកុមារឆ្លើយតបយ៉ាងយកជិតមកហើយប្រាប់យក្សថាពួកឯងចង់ដឹងចូលទៅក្នុងជិតខ្ញុំលងមើលដោយហេតុតែការមើលងាយថាសត្វបើជិតសរសៃរាងប៉ុណ្ណោះអញគ្រាន់តែកំរើកក៏ដាច់ខ្ទេចខ្ទីដែរថាហើយក៏ត្បូរក្បាលចូលទៅក្នុងជិតផុតដៃផុតជើងទាំងអស់ស្រាប់តែជិតរឹតរួតតឹងខ្លួនដូចគេចាក់ស្រែបំរះមៀលបាក់ឈើព្រៃល្អិតល្អោចស្រែកត្រហររំពងព្រៃរឹតយក្សដែលធ្លាប់ពូកែយ៉ាងណាក៏ប្រមូលយកមកអស់ថែមទាំងនឹកសូត្រមន្តរបៀនសិល្បសាស្ត្រដែលធ្លាប់ចេះធ្លាប់រៀនមកប៉ុន្មានក៏នៅតែរើមិនរួចពីជិតនោះរឹតតែតឹងឡើងស្ទើរនឹងដាច់ខ្យល់រកតែស្ដីនិយាយស្ទើរតែមិនរួចយក្សទើបដឹងថាជិតក្មេងនេះពូកែមែនបើអញមិននិយាយអង្វរឲ្យវាស្រាយជិតនេះចេញទេនឹងស្លាប់អាសាឥតការមិនខានទើបនិយាយអង្វរកុមារថាឲ្យលោកឲ្យកាលពីដើមខ្ញុំមើលងាយជិតលោកដោយគិតឃើញថាមើលទៅមិនល្មមនឹងកម្លាំងខ្ញុំសោះហេតុតែសេចក្តីមើលងាយនេះហើយបានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះហេតុនេះសូមលោកអាណិតខ្ញុំម្ដងទៅចុះខុសម្ដងឆ្កងមួយថ្ងៃសូមលោកអធ្យាស្រ័យឲ្យតែរស់ជីវិតកុំឲ្យតែខ្ញុំស្លាប់ឯកុមារបានឃើញយក្សបំរះនាលមិនរួចអំពីជិតរបស់ខ្លួនហើយថែមទាំងឬនិយាយអង្វរទៀតកំបិតនៅដៃនិយាយទៅនឹងយក្សវិញថាម៉េចឯងជឿអញទេឥឡូវមកធ្វើជានិយាយអង្វរឯសាច់ដំរីអញឯងស៊ីអស់ហើយគិតនឹងស៊ីអញទៀតឯងថ្លើមធំណាស់អញមិនយកអង្វរឯងទេល្ងាចនេះអញគ្មានអ្វីស៊ីសោះម្ដងនេះអញស៊ីថ្លើមឯងហើយចុះមកបងទៅរកកាប់ឫស្សីមកធ្វើត្រណោតដល់ថ្លើមខូចនេះអាំងស៊ីបងក៏ចុះពីថ្នេះមកទាំងភ័យញីញ័រដល់មកចិត្តប្អូនឃើញយក្សគួរសម្បើមក៏រឹងរិតតែញាប់ញ័រប្អូននិយាយថាឈប់បងកុំញ័រចង់ស៊ីសាច់វាពេកឈប់សិន
ចាំឆ្អិនសិនហោះញ៉ចង់អ្វីទៀតហើយគុំញ៉អ្វីពេកហើយស៊ីឆៅមិនឆ្ងាញ់ទេហាមពោះពងណាបងយៈលីសំដីកុមារនិយាយនឹងបងដូច្នោះហើយរឹងរឹតតែភិតភ័យស្លុតប្រលឹងហើយនិយាយអង្វរកុមារទៀតថាឲ្យលោកម្ចាស់ថ្លៃឲ្យសូមលោកអាណិតខ្ញុំយកតែបុណ្យម្ដងទៅចុះខ្ញុំនឹងជូនកន្លែងបក់កន្សែងបោយមួយឲ្យតែលោកលែងខ្ញុំឲ្យបានរស់មានជីវិតត្បិតខ្ញុំជាស្ដេចយៈគ្រប់គ្រងអាណាប្រជានុរាស្ត្របើលោកឲ្យខ្ញុំស្លាប់ទៅសមជាស្រុកទេសរបស់ខ្ញុំអន្តរធានមិនខានទាំងកូនប្រពន្ធខ្ញុំក៏ពុំមានទីពឹងកុមារប្អូនសួរបញ្ជាក់យៈថាចុះឯងឲ្យកន្សែងបក់កន្លែងបោយដល់យើងកន្លែងនោះបើបក់បោយទៅអាចឲ្យសម្រេចប្រយោជន៍ដូចម្ដេចខ្លះតាមតែលោកចង់បានអ្វីបក់មកបានតាមប្រាថ្នាបើចង់ឲ្យបាត់ទៅវិញគ្រាន់តែបោយថាទៅវិញចុះក៏ស្រាប់តែបាត់អស់រលីងប្រកាសជាឯងឲ្យយើងមែនឬមែនក្រែងកុហកអញទេដឹងមិនកុហកទេលោកបើកុហកតើឲ្យយើងធ្វើដូចម្ដេចយើងមិនទុកចិត្តទេពីព្រោះឯងជាស្ដេចសោយរាជក្រែងរួចពីកណ្ដាប់ដៃយើងទៅបបួលរេពលមកច្បាំងនឹងយើងវិញបងយកកាំបិតមកពន្លះសាច់វាអាំងស៊ីសម្រន់សេចក្តីឃ្លានមួយស្របក់សិនបងនោះនៅតែមិនទាន់បាត់ភ័យនឹងយៈឬកុមារតូចឲ្យបងយកកាំបិតមកពន្លះសាច់ខ្លួនដូច្នោះក៏ញាប់ញ័រស្ទើរបាត់ស្មារតីហើយនិយាយអង្វរកុមារនោះទៀតថាសូមលោកទុកតែជីវិតឲ្យចុះខ្ញុំនឹងប្រគល់រាជទាំងអស់ព្រមទាំងស្រុកសួយទាំងអំបាលម៉ានជូនលោកទៀតខ្ញុំសូមរួចតែខ្លួននឹងភរិយាបុត្រីបុត្រាហើយនៅធ្វើជាសេនារក្សាលោកទៀតកុមារប្អូនក៏សួរបញ្ជាក់យៈថាបើឯងនិយាយទៀតត្រង់មែនណាស់ហើយយើងអត់ទោសឲ្យបានតែយើងមិនដឹងជាឯងស្ដេចសោយរាជនៅនគរណាចុះធ្វើម្ដេចឲ្យយើងទៅតាមយកនគរឯងបានឲ្យលោកមិនសល់ក្រអ្វីនឹងអញ្ជើញទៅឯនគរខ្ញុំនោះទេឲ្យតែលោកលែងខ្ញុំចុះខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតដល់ទៅនគរខ្ញុំឯណោះឯងធ្វើតម្រុយបែបណាខ្ញុំកាច់មែកឈើស្រស់បោះហែតាមផ្លូវទៅកាលបើលោកអញ្ជើញទៅសូមទៅតាមមែកឈើដែលខ្ញុំកាច់បោះនេះចុះកុមារទាំងពីរក៏ព្រមដោះយកចេញពីជុចអាយៈបានរួចខ្លួនពីជុចហើយក៏ក្រាបថ្វាយបង្គំកុមារទាំងពីរដើរទៅនគរខ្លួនវិញហើយកាច់មែកឈើជាតម្រុយដើម្បីជាទីសម្គាល់ដល់កុមារទាំងពីរប្រាណឥតមានកុហកភូតភរអ្វីឡើយលុះដល់ទៅនគរហើយចូលទៅនិយាយប្រាប់ពួកពលសេនាយោធាទាហានតែនៅចាំខ្លោងទ្វារទាំង7ជាន់ថាណែវើយថ្ងៃស្អែកនេះមានក្មេងតូច2នាក់ជាក្មេងមនុស្សលោកមកដណ្ដើមរាជអញបើឯងឃើញវាមកហើយត្រូវខាត់គុំឲ្យវាចូលតែគុំធ្វើទុកបុកម្នេញវាឡើយគ្រាន់តែស្រែកខាត់ប៉ុណ្ណោះបានហើយពីព្រោះក្មេងនោះពូកែណាស់អំបាលអញដែលមានរិទ្ធមានអំណាចច្បាំងដណ្ដើមយកនគរឯទៀតបានមកធ្វើជាប្រទេសរាជទាំងប៉ុន្មានក៏វាដាក់ជុចអញជាប់ស្ទើរតែនឹងស្លាប់អាសាឥតការតែពួកឯងរាល់គ្នាខាត់វាលបងមើលសិនចុះបើវាមិនខ្លាចទេបើផ្លូវឲ្យវាចូលមកចុះយៈបានប្រាប់រូបសេនាអ្នកចាំខ្លោងទ្វារទាំង7ជាន់សពគ្រប់ហើយក៏ចូលទៅក្នុងប្រាសាទសំងំដេកលក់ស្រមុកក្រៅព្រឹកពីឯកុមារបងប្អូនទាំង2នាក់ក៏បណ្ដាលគ្នាទៅនគរយៈតាមតម្រុយមែកឈើលុះបានទៅដល់ហើយក៏ជួបប្រទះនឹងពួកកងទ័ពមួយកងដែលនៅចាំខ្លោងទ្វារទី7នោះកុមារបងកាលបានឃើញយៈច្រើនដល់ម្លោះក៏ភ័យញាប់ញ័រស្ទើរនឹងបាត់ស្មារតីប្អូននិយាយកំឡាបងឡើងថាណែបងគុំញ័រចង់ពេកឈប់គុំអោចង់ចាប់កាប់ធ្វើបាបវាឈប់គុំយើបងស្ទើរតែខាត់មិនឈ្នះណាស់ហើយគុំញ័រចង់ពេកវាខ្លាចបងឯងហើយពួកទាហានយៈបានឬកុមារនិយាយដូច្នោះក៏ខ្លាចរួញខ្លួនឥតហ៊ានមាត់អ្វីសោះបើកផ្លូវឲ្យកុមារទៅដោយស្រួយរហូតដល់ទៅទ្វារក្នុងគម្រប់7ជាន់យៈខ្លាចទាំងអស់ទៅនាំបងប្អូនឡើងទៅលើប្រាសាទយៈឃើញយៈកំពុងដេកស្រមុកខ្ទរប្រាសាទឃើញពួកស្រីស្នំកំពុងតែអង្គុយបក់ខាងស្ដាំ100ខាងឆ្វេង100ឯបងឃើញយៈច្រើនសម្បើមណាស់ពេកក៏ភ័យស្លុតស្មារតីប្អូនស្រែកហើយយៈថាណែអានេះក្រោកឡើងអញមកដល់ហើយដេកដល់ណាទៀតយៈឬសំលេងកុមារតូចស្រែកហៅខ្លួនដែលកំពុងដេកលក់ដូច្នោះក៏ភ្ញាក់ដឹងខ្លួនឡើងក្រឡេកមើលទៅស្គាល់ជាក់ជាកុមារម្ចាស់ជុចក៏ភិតភ័យមហិមាស្ទុះមកម្នីក្រាបថ្វាយបង្គំកុមារតូចទាំងពីរហើយប្រាប់ពួកស្រីស្នំដែលកំពុងអង្គុយគល់ប្រើអាមាត្យឲ្យហៅពួកសេនាបតីមាសម៉ឺនមុខមន្ត្រីព្រះព្រឹទ្ធបរហិតបណ្ឌិតកវីឲ្យចូលមកក្នុងបូរីយ៉ាងឆាប់វៃលុះពួករាជសេវកាមាត្យមកជួបជុំគ្នាសពគ្រប់ហើយយៈស្រែកប្រកាសថាអ្នករាល់នាយចូលក្រាបថ្វាយបង្គំស្ដេចមនុស្សទាំងពីរនាក់នេះហើយត្រូវគោរពកោតខ្លាចយកចិត្តទុកដាក់ឲ្យដូចជាខ្លួនអញត្បិតអញប្រគល់រាជឲ្យស្ដេចមនុស្សលោកនេះសោយហើយអញសូមរួចតែខ្លួនប៉ុណ្ណោះទេឯអ្នកទាំងអស់ត្រូវនៅជ្រកក្រោមលុកបុណ្យស្ដេចមនុស្សលោកនេះចុះពួករាជសេវកាមាត្យទាំងអស់ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នាឥតមាននរណាមួយហ៊ាននិយាយថាដូចម្ដេចឡើយយៈក៏បានរៀបពិធីអភិសេកជាឯកមង្គលប្រជុំពួកពលយោធាជាអនេកប្រការហើយប្រគល់ធីតារបស់
លួនឲ្យជាមហេសីប៉ុន្តែកុមារប្អូនមិនសោយរាជខ្លួនឯងទេឲ្យបងសោយរាជវិញព្រោះយល់ឃើញថាបងបានចិញ្ចឹមបីបាច់ថែរក្សាខ្លួនកុមារទាំងពីរសឹងនៅជាសុខសប្បាយក្នុងនគរយក្សនោះរហូតអវសានកាលទៅហោងចំណុចសំខាន់នៃសាច់រឿងគឺគិតគ្រប់សពដោយផ្លូវក្តីចន្លោះគុំបីមានសូមអរគុណសម្រាប់ការសន្តាប់រឿងព្រេងមួយនេះសូមជូនពរសំណាងល្អគ្រប់គ្នា